ចាប់ពីបុណ្យអុំទូកទៅអ្នកឆ្នាំទាំង3រិស័យខ្ពស់លៀបសំណាងឡើងកប់លុយចូលដូចទឹកហោរាសាស្ត្រទូទាយថាចាប់ពីពិធីបុណ្យអុំទូកបណ្ដែតប្រទីបអាក់អំបុកនិងសំពះព្រះខែទៅរិស័យទាំងនេះនឹងទទួលបានលៀបសំណាងច្រើនក្នុងការងារក៏ដូចជាជីវិតជាពិសេសលុយហូរចូលដូចទឹក1ឆ្នាំជ្រូកហោរាសាស្ត្រនិយាយថាលៀបសំណាងរបស់អ្នកឆ្នាំជ្រូកនៅឆ្នាំ2025មានអំណោយផលគួរសមជាទូទៅរឿងជាច្រើនអាចទៅតាមផែនការដែលជោគវាសនាបានកំណត់ហើយដោយមិនជួបបបផ្ស័កធំពេកក្នុងជំនាះទី1ឆ្នាំជ្រូកជួបរឿងអាក្រក់ច្រើនគួរសមដូចនេះសំណាងមានឥទ្ធិពលខ្លះចំណូលមិនដូចការរំពឹងទុកយ៉ាងណាមិញក្នុងឱកាសបុណ្យអុំទូកខាងមុខនេះជោគវាសនាមានអ្នកជួយជ្រោមជ្រែងដូច្នេះហើយបានលៀបចូលហូរហៀចូលចាំថាអ្នកមានពរជ័យពីកំណើតឆ្នាំជ្រូករកប្រាក់ចំណេញច្រើនពីការងារសំខាន់ការងារខាងក្រៅក៏នាំមកនៅប្រាក់ចំណូលច្រើនផងដែរជាទូទៅក្នុងពេលខាងមុខនេះឆ្នាំជ្រូកអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតបានយ៉ាងសម្បូរបែបដោយមិនខ្វះ2ឆ្នាំរោងដើមឆ្នាំ2026រិស័យនាគត្រូវបានគេចាត់ទុកថាមិនអំណោយផលព្រោះឆ្នាំនេះជាប់អន្ទាក់ក្នុងគ្រោះរាំងស្ងួតតាមជាប់ខ្លួនទោះជាយ៉ាងណាឈានចូលដល់ចុងឆ្នាំនេះរិស័យរបស់រាសីចក្រនេះប្រែប្រួលជាវិជ្ជមានហើយការងារកាន់តែរលូននេះបង្ហាញឲ្យឃើញថារាសីឆ្នាំនាគចម្រើនរុងរឿងខ្លាំងឡើងជោគវាសនាទទួលបានសំណាងនិងពរជ័យច្រើនលុយកាក់ចូលហោប៉ៅរបស់អ្នកកន្លែងដែលនាគវិនិយោគវាមានផលចំណេញនៅទីនោះជោគវាសនាក៏ត្រូវបានគ្រូបង្ហាត់បង្រៀនផងដែរដូច្នេះងាយនឹងទទួលបានជោគជ័យច្រើនជាង3ឆ្នាំឆ្លូវមនុស្សឆ្នាំគោមិនចូលចិត្តនិយាយច្រើនទេពួកគេអាចមើលទៅត្រជាក់នៅខាងក្រៅប៉ុន្តែខាងក្នុងមានចិត្តកក់ក្ដៅតែងតែយកចិត្តទុកដាក់និងជួយអ្នកជុំវិញខ្លួនចាប់ពីពិធីបុណ្យអុំទូកខាងមុខនេះទៅគោត្រូវបានគាំទ្រដោយមនុស្សខ្ពង់ខ្ពស់ប្រណីទ្រព្យសម្បត្តិថែរក្សាបូករួមទាំងសមត្ថភាពដ៏ឆ្នើមដូច្នេះអ្វីដំណើរការដោយរលូនមនុស្សឆ្នាំគោដែលកំពុងធ្វើអាជីវកម្មនឹងជួបអតិថិជនសក្តានុពលដែលនាំមកនូវគម្រោងប្រាក់ចំណេញធំទន្ទឹមនឹងនោះអ្នកមានប្រាក់ខែក៏មានឱកាសបង្កើនប្រាក់ចំណូលដែរ